គាត់មកពីណាដែរខ្ញុំមកពីទីខ្ញុំខ្លោច ក្នុងភ្នោចខេត្តព្រះវិហារហើយគាត់មកនោះដោយសារអីគេ ឈឺបងឈឺ ឈឺនេះជំងឺបើទៅគេទៅផ្សែងពុលអីក៏ ទ្រុងវាតាមចំមកពេលយកថប់ទ្រុងវិលមកអស់កម្លាំង អានេះលក្ខណៈដូចត្រូវផ្សែងពុលចឹងណា យើងផ្សែងពុលក៏មិនដឹងឬក៏យើងវាអត់សូវបានសម្រាប់បានអីយើងសោយហូបមិនសូវបានយើងមិនដឹងដែរបងព្រោះយើងផ្សែងពុលក៏យើងមិនហ៊ានថាដែរក៏តែផិតមើលរូបអីអី ហើយចាឥឡូវមានអីចង់ឲ្យបងប្អូនយើងជួយខ្សែ អត់មានអីទេបងមានតែពាក្យថាបើបងប្អូនជួយក៏ជួយតាមទឹកចិត្តទៅមិនជួយក៏បានសួរសុខទុក្ខប៉ុនបងអរគុណដែរបង បាទអញ្ចឹងមានបងប្អូនក្នុង Facebook ក៏បានឃើញបានហើយជួយឧបត្ថម្ភគាត់ខ្លះៗទៅបងប្អូនហ្នឹងគាត់មកពីព្រះវិហារនៅទិសភ្នំខ្មោចឥឡូវគាត់មានមកសម្រាប់ព្យាបាលនៅជំងឺសម្រាប់ព្យាបាលជំងឺនៅទីពេទ្យបង្អែកខេត្តតាកែវយើងណាបាទបងប្អូនបានដឹងបានលឺសូមជួយ share តនេះឲ្យចែកម្លែកជួគាត់បន្តិចតួចទៅម្នាក់ប្រមាណក៏បានដែរសំខាន់ដល់បានដល់គាត់ហើយ QR code នៅក្នុងចុងវីដេអូនៅក្នុង comment បងប្អូនចាំដាក់តាមហ្នឹង